មានតែ25គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោកជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជា Rolls-Royce Phantom Limelight Collection ដែលមានតែ25គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក Limited Edition បងប្អូនទាំងអស់គ្នាសូម្បីតែខ្ញុំក៏អត់ងាយជួបដែរបាទមើលទៅឃើញស្អាតមែនតើណាពណ៌ទឹកប៊ិចកំម៉ាច់ហើយលេងជាមួយ Snow បាទបងប្អូនមាន texture កន្លែងនេះដូចជាស្លឹកឈើអញ្ចឹងបើវែងទៅដល់ខាងក្រោយបាទហើយយ៉ាន់កង់ពណ៌ក៏ដល់ប្រមាសបាទលេងជាមួយនឹងក្រោមគឺមើលមកប្រណិតហ្មងពេលត្បិតតែមានវ័យចំណាស់បន្តិចមែនតែនៅតែប្រណិតចឹងមិនសមជាមួយនឹងឈ្មោះ Rolls-Royce Phantom បាទអញ្ចឹងបងប្អូនទាំងអស់គ្នា Window film គឺយើងបានបកបិទថ្មីហើយបាទស្អាតមែនតើ material បកប្រទេសកូរ៉េបាទគឺស្អាតបាទហើយក៏ប្រើប្រាស់ល្អប្រើដែរហើយចំពោះ film តួវិញគឺយើងបក film ចាស់ចេញបិទជាមួយ level 2ដែលជា material TPU ទៀតបាទឃើញស្អាតភ្លឺឯងបងប្អូនទីទៀតយើង detail មកជុំជូនភ្ញៀវបាទជូនសម្អាតហើយគឺភ្លឺលះហ្មងហើយផ្ទៃខាងក្នុងវិញគឺធ្លាប់ជាមួយនឹងពណ៌សលាយទឹកប៊ិចបាទស៊ីជាមួយនឹងរូបរាងខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះហើយផ្ទៃខាងក្នុងគឺយើងសម្អាតរួចរាល់ដែរបាទគឺយើងសម្អាតហើយយើងផ្ដល់ conditioner ទៅលើស្បែកពុករបស់គាត់ទៀតតោះឥឡូវយើងទៅមើល Bentley ម្ដងនេះគឺជា Bentley Mulsanne បាទក៏ជារថយន្តប្រណិតរបស់ប្រទេសអង់គ្លេសមួយដែរហើយក៏ជារថយន្តប្រណិតរបស់ Bentley ដែរបាទរូបរាងវាធំជាង Bentley Flying Spur បងប្អូនអរគ្នាឃើញធំហ៎ហើយ style ជារៀងនឹង Phantom ដែលពីជំនាន់មុនដែលរថយន្តនេះក៏ជារថយន្តគូប្រកួតប្រជែងជាមួយនឹង Phantom ដែរតែតូចជាង Phantom បងប្អូនអរគ្នាហើយក៏ប្រណិតដែរបងប្អូនមើលបងប្អូនមើលតួវាបើវែងគូរៀងធ្លាក់ស្តៀងគ្នាធំហើយយ៉ាន់វិញយ៉ាន់ក្រមបាទឃើញទេបងប្អូនសិតតែរថយន្តប្រណិតរបស់អង់គ្លេសហើយបាទខាងក្នុងក៏ពណ៌សាច់ដែរបាទដែលយើងធ្វើការសម្អាតបោកពុកមួយឈុតហ្មងបាទហ្វៀមក៏យើងបកហ្វៀមចាស់ចេញបិទជាមួយនឹងហ្វៀម Expel Protect Light បាទជា level 3ជាហ្វៀមរបស់សហរដ្ឋអាមេរិកបងប្អូនមានភ្លឺដិតខ្លាំងហ៎បាទឡើងអាឡូងខ្លាំងមែនតើណា Expel Protect Light ហើយហ្វៀម UV វិញបិទ material កូរ៉េបាទដែលមានធានា5ឆ្នាំចឹងបងប្អូនទាំងអស់គ្នាបាទរថយន្តប្រណិតពីរនេះគឺមិនចាញ់គ្នាប្រហែលទេបាទអញ្ចឹងបងប្អូនស្រឡាញ់មួយណាបាទខ្ញុំស្រឡាញ់ទាំងពីរតែ Rolls-Royce Limited Edition អញ្ចឹងនៅខាងក្នុង showroom យើងក៏មាន Avatar មួយគ្រឿងដែរបិទ level 2ដូចគ្នាហើយហ្វៀម window film ក៏យក material ប្រទេសកូរ៉េដែរបងប្អូនឃើញស្អាតទេឡឡូងហ្មងបាទហើយសម្រាប់ Avatar ឬក៏ឡានអគ្គិសនីមួយចំនួនដែលមានកញ្ចក់ជាប់អញ្ចឹងយើងត្រូវធ្វើការបិទហ្វៀមការពារកម្ដៅថ្ងៃពីក្នុងហើយយើងបិទ sunroof មួយទៀតបានទប់កម្ដៅជាប់បងប្អូនហើយទប់ហ្នឹងក៏មិនបិទដល់0ដែរមានន័យថាយើងកាត់បន្ថយបានច្រើនបាទអញ្ចឹងបើបងប្អូនអត់បិទ UV ខាងលើហើយនឹងបិទ sunroof ទេគឺចាស់កម្ដៅថ្ងៃចូលក្ដៅខ្លាំងហ្មងនិយាយថាបងប្អូនឃើញ material របស់យើងបិទឲ្យស្អាតមែនទែនតោះយើងទៅមើល C300 អញ្ចឹង C300 មួយគ្រឿងនេះបាទថ្មីត្បិតតែមានស្នាមខ្ទាតជាច្រើនមែនបាទដែលគាត់ទំនំចូលមកហ្នឹងតែគាត់ចង់បានការការពារអញ្ចឹងហើយគឺយើងបាទធ្វើបាទតាមអ្វីដែលអតិថិជនយើងស្រឡាញ់ត្រូវការគឺយើងបិទ PPF ពីលើស្នាមហើយនឹងបិទ UV ផងដែរអញ្ចឹង film តួនេះគឺបិទ level 2ដែរបងប្អូនបាទលោងមែនតើពេលត្បិតតែមានស្នាមតិចតួចមែនតែស្ទាបទៅគឺក៏លោងហ្មងតែសារ material នេះគឺជា TPU ឲ្យមាន top coat អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាបាទចង់ថែទាំរថយន្តប្រណិតឬក៏រថយន្តរបស់បងប្អូនមិនថាមកដាក់ម៉ាកអ្វី model អ្វីឯងម៉ូតូក៏បានអូបក៏បានដែរយើងនឹងធ្វើជូនទាំងអស់បាទអរគុណ